យើងយក main feed មកពីគេអញ្ចឹងពេលគេ switch អីបើគេដាក់មកវិញយើង switch ទាន់តែបើទាន់គឺអត់នៅទេបាទអូ my G ជាមួយនឹងខាងដូវគឺគេនៅតែអត់ដូរ line up តែម្ដងបាទ Fumi Eco Vival Sydney Shell Vivian line up នេះតាន់ខ្ញុំមែនតើក្រោយពេលដែល line up របស់កម្ពុជារបស់យើងNiger ជាមួយនឹងអង្គរ Variant របស់យើងក្នុងឆ្នាំថ្មីនេះយើងមានដូរប៉ៅប៉ៃមួយជំនួសជាមួយនឹង Joy ហើយឆ្នាំមុនក៏យើងមានដូរ Fa ជំនួសជាមួយនឹង Nabi ដូចគ្នាបាទហ្នឹងបាទអាចនិយាយថាបើនិយាយពី line up របស់ខាង Indonesia នេះគឺពេញសាច់ហើយ line up នេះក៏គេធ្លាប់ចូលលេងនៅក្នុងការប្រកួត MDR ID ដូចគ្នាបាទអញ្ចឹងគឺជាមួយនឹង roster ដែរដូចជាប្រហែល30ប្រកួតអត់ដែរស្គាល់ពាក្យតាចាញ់ណាណែបើwin strike ដូចជា20ជាងតែបើលេខ1ចូលដល់30ជាង tournament ណាOh my god ជាក្រុមមួយដែលក្នុងវិញ្ញាសាម LBB នារីអ្នកគ្នាស្គាល់ជាមួយ Catron Era ឬក៏ Vitality ដែលឈ្មោះថ្មីរបស់គាត់ប៉ុន្តែតំណាងជាតិឥណ្ឌូគឺជាក្រុមជម្រើសជាតិឥណ្ឌូនេស៊ីចឹងក្រុមនេះគឺជាក្រុមដែលលើកពៀនស្ទើរតែគ្រប់ tournament បន្តជាតិអន្តរជាតិឲ្យតែក្នុងវិញ្ញាសានារីលើកស្ទើរតែខ្ទេចអស់ហើយគឺជាក្រុមមួយដែលកំពុងតែពេញសាច់ខ្លាំងមែនតើ line up គឺមិនមានការដូរនោះទេអ្នកនរគ្នាចឹងចាំមើលថាកម្ពុជារបស់យើងនឹងត្រូវលេងអស់ដៃជាមួយនឹងឥណ្ឌូទោះបីជាការប្រកួតយ៉ាងតិច3វគ្គនេះយើងធ្វើបានប៉ុណ្ណាក៏ដោយ Niger តែយើងតែមិនយកចេញជំនះឲ្យបានឬក៏យើងហែកក្រាគេអស់ដើម្បីការជួបគ្នាលើក្រោយយើងអាចនឹងមានព្រៀបប៉ុន្តែគ្រាន់តែគីឡូផ្លូវមួយនេះបើយើងឡើងទៅជួបម៉ាឡេតែបើធ្លាក់ទៅខ្ញុំភ័យអ៊ូបាគីស្ថាននិងអេស៊ីបមែនតើតែនេះជួយប៉ោះស្នាក់ទៅកាន់ក្រុមអង្គរវេរី MLB នារីរបស់យើងបាទចឹងយើងក៏មានការ ban ទៅលើ Esme និង Valentina ដូចគ្នាផងដែរចំគាត់ថាគេអាចយក Valentina មក copy កតតឲ្យ cover គ្នារបស់គាត់នេះហើយសំខាន់ជាមួយនឹង traffic របស់ខាង Indo គេចង់រុញទៅលើ Harrod ឲ្យធំក៏ប៉ុន្តែយ៉ាងណាមិញខូចរបស់យើងគឺខូចភិរៈតែគាត់ឆ្លាតដែរគាត់បានយកលឺនុតកាក់មួយដែរបាទនៅក្នុងវគ្គនេះបាទឥឡូវសាយងសម្រាប់ expert land តែ Niger មានអារម្មណ៍ថាហេតុអីបានភិរៈគាត់អត់យក pick land slot ឲ្យ take មីណាទាំងគេ first pick ក្រកយើងទទួលស្គាល់ថា yeah land slot វាជា hero meta ធំដែរបាទគាត់អត់បាន pick land slot តែយើងបានកតោតនិង Lunot វិញ Lunot ទទួលស្គាល់អាច one shot experience ឬក៏ goal គេបានតែគណៈតែពេលតែមួយឥឡូវយើងអត់ឃើញ ASP គេណាគេនោះទេកលូក៏មានការបើកដូចគ្នាចាំមើលថា Lunot របស់យើងបានបាញ់ដែរទេតែបើគេយក Tesla លេងដូចយើងដែរ Lunot យើងអាចនឹងបាក់លេងដូចគ្នាក្រុមអង្គររៀបរបស់យើងឲ្យតែគូបដិបមានលុនគាត់តែយកជាមួយ Tesla មកលេងអាចនឹងយក Granger Experience របស់យុយ Experience សោះឲ្យគេខ្លះយឺសង for វាអូខេបាទណាមួយកម្រិតនៃការលេងយូសងបើយកទៅចាប់ lane slot ក៏ជារឿងមួយពិបាកដែរតែបើគេលេង utility ចាំកន្លងយូសងសួរវាយជាងបាទចាឥឡូវនេះមានតែ 4 way តែប៉ុណ្ណោះ flexible ទៅតាមតម្រងលេងឥឡូវនេះយើងខ្វះ goal lane មួយសិនសុំជំពាក់មួយប៉ុន្តែបើសិនយើងចេះលេង Lunot goal lane ល្អណាស់ក៏ perfect counter ទៅលើ Harrod ចាំមក Yeah can បាទណាមួយអាចនឹង goal lane ជា Granger ឬមួយក៏អាចជា mid lane មួយទៀតក៏ថាបានដែរព្រោះថាតម្រងមួយនេះគឺក្រុមកម្ពុជារបស់យើងចង់លេង early ដែរណាបាទចង់លេងភាគរយច្រើនគេអាចលេងកលូបាទកលូមកឲ្យបាននិយាយខាdata នេះគ្នាខា data នេះខា data spare ចន់ក៏ដើរ solo kill ចំណែកឯកលូក៏បានដើរនេះគ្នា free ជាទៅកាន់ 4 វាយើងបើកលូឲ្យគេយើង pick ESP មុនមានអារម្មណ៍ថាយើងក្រុមគេច្រើនជាងណាណៃកើតែដែរចាំមើលថាការកែត្រាំស្រុតចុងក្រោយទៅកាន់ភិរៈដែលយើងស្គាល់ថាជា Bob បាទ Golan នេះយកមកធ្វើឲ្យគេចំណេញបើយក clean បានវាយកលូអញអូខេ It's okay បើសិនយក clean បានវាយកលូclean បានវាយកលូមួយ lane slot ទៀតណា Golan ដល់ពឹងហែនក្រុមការីបាទគេតែពីបាទចឹងសុំតបងតែអ្នកគ្នាដែលសារយកមានសម្លេងហ្គេមនោះទេដែលសារតែសម្លេងហ្គេមភ្ជាប់មួយសម្លេង caster គេហ្មងគេមិនឲ្យ clean fit មកទេគេឲ្យជា fit របស់English caster ចាំបើសិនយើងដាក់សម្លេងហ្គេមមកលឺសម្លេង caster 2-3 នាក់ចូលមកទៀតហើយបាទចឹងមានសម្លេងហ្គេមទេសុំតដូចគ្នាផងដែរអ្នកគ្នាចឹងយេតែបានបណ្ដាយកប៉ុណ្ណឹង last pick Golan បើយើងក្រែងចឹងហើយកើបាទចាត់ហើយ do the make ធម្មតាដូចបាននិយាយចឹងក្រុមកម្ពុជារបស់យើងគាត់ស្រឡាញ់តម្រង់ដើមម៉ោងទេណាបាទតម្រង់លេងលឿនរបស់គាត់អញ្ចឹងគាត់អត់ចង់ឲ្យមានរូបភាពដែលលេងឡែទេអញ្ចឹងហើយជាមូលហេតុដែលគាត់យកស៊ូយូ
ហើយ Suyu នេះ100បន្ទុករបស់Hero Suyu គឺជាមួយនឹងការដើរ farm early ហើយ damage នៅ level 3 អញ្ចឹងគាត់មាន damage គាត់បានវាយបាទ អូយតែគាត់ដល់ទៅវាយខ្ញុំស្អាគាត់ទៅតែណៃក៏ខំកាត់ណៃក៏អីគាត់ទៅគាត់ជប់តែបៃតងខ្ញុំគេថាការតកាំង Harrod មុនហ្នឹងគឺល្អមែនតើដោយសារតែបើយើងចាំ level 4មិនកាំងគឺ Lancelot គេមិនដល់ដូចគ្នាគាត់ Lancelot គេមិនដល់ដូចគ្នាអញនឹងមានអាការ slow គេទៅលើប៉ៃគេពងផោគាត់ហើយគេពងបោកគាត់ហើយគេពងបញ្ឆោតគាត់ហើយឲ្យគាត់លងហើយចាំកន្លែងគេមកទេយ៉ាចាញ់បោកគេប៉ៃអើយបួ flick អូយផុតតន់ពេលវេលាជាមួយនឹងប៉ៃអស់ខាងមែនតើមានការ solo គេទៅលើខាងលើដូចគ្នាបាទហើយបាទអែមជាមួយការដក ultimate បានដូចគ្នាចឹងវគ្គមួយនេះណៃក៏យើងត្រូវប្រយ័ត្នមែនតើជាពិសេសស៊ូយូបើយើងត្រូវពាក់បញ្ជឿ defend magical the make ចាំតិចយើងអាចនឹង fast ថាតន់ពេលវេលា free រកខាងមែនតើជាមួយការតវាយរកមើលនេះខ្ញុំណាជន់កដាក់ពេលវេលាតន់ពេលវេលាជន់កអត់តាមនោះទេសេនេះ very nice រកខាងមែនតើជួយទៅការពាំងចុចជាមួយ spy ឈាមវាយនៅក្នុងនេះគ្នាចាំទៅវាយបាល់ចាដៃខ្ញុំណាបោះ2លោតជន់វាយបាល់រកខាងតែជាមួយមកសេអស់ជន់កកាប់ស្តានកាប់បៃតាំងមកអូយតែតែគ្នាឯងដោយសារគេជីបានគ្នាវាយមិនដាច់ទេដោយសារគេជីបាន stack របស់ Fovia តែជាមួយនឹងការវាយបន្តទៀតនេះគ្នាយ៉ាងណាជាមួយនឹងគ្នាបើយើងព្យាមដល់ទៅជាមួយនឹងអ៊ីឡានព្យាមរត់កាប់ស្តានកាប់3តាមមួយនេះគ្នាហូឈាមកង់យើងអស់ឈាមកង់ឈាមសិងទៅសិងមកជាមួយនឹងការផ្លាយទៅផ្លាយមកដាច់តែគ្នាយើងទៅ2គេ3គេទៅលើគ្នាមកគេខណៈពេលដែលយើងមិនបានសម្បីតែមួយគ្នាអូយវាមិនដែលឈាមគេឈាមមួយទាំងអស់បាទហើយប្រក4នាក់អូយលោទាំងអស់យកតែម្ដងបាទចំមិនទេស្ដាយយើងបានទៅថតលើនេះក៏ប៉ុន្តែយើង respect stake គីឡូនៅពេលដែលគ្នាបើយើងនៅពេលដែល enemy មានគីឡូគេចាំតែពេញ stake ដើម្បី turn back team fight នៅពេលដែលគេជីកគឺយើងវាយទៅត្រូវគ្នាយើងបានវាយយើងចូលមកគេវាយចុងក្រោយគេអាទីគីឡូតាជីហើយបានខៀលមិនកាត់គឺដល់សល់តែ5វិនាទីគេជីម្ដងទៀតជីដល់អាបាន2 combo មកជន់ក៏បុក ultimate បែងចាំទាំងពីរនាក់នេះអាតម្រងលេងតិចចឹងហើយណៃក៏ដែលធ្វើឲ្យយើងស្ដាយមែនតែនជាមួយនឹងមួយវគ្គណាបាទឥឡូវបាត់2ខេទៀតបាទអូប៊ីយកបៃតងបានទៀតបាទតម្រងដើមម៉ោងឥឡូវដើមម៉ោងគេវាយវិញហើយ5តូនមកក៏ឲ្យនៅមុខមកខេបាទមិនជាច្រើនអីណាទេដោយសារតែយើងបានជាមួយ total និង speed farm របស់តេកាមីក៏លឿនដែរបាទអញ្ចឹងធ្វើឲ្យការអូខេបាទអាចចង់ក្រោយដែលអាប់ដេតវានឹងវាឡើងមាន magical defense ណាអញ្ចឹងខាឌីតាគឺជារ៉ូដែលដាក់មកតាំងដល់ដាច់យកមកទៅលើស៊ូយូចឹងជាមួយថាការដកជាមួយ spy ចនកបបថេកាមីបានអត់ទី1ទី2ក៏ត្រូវពាក់បញ្ជើ magical defense ដដែលធ្វើតែពេលអញ្ចឹង Lancelot វាយគាត់ជឿតែគាត់ធ្វើមិនឲ្យអាកាត់អារយៈពេលចនកបបស៊ីនីដើម្បីគាត់អាចគប់ទី1ឬដាស់ទី3ចេញពី ultimate របស់ស៊ីនីបានដែលជារ៉ូខាឌីតាបាទថាតោះនេះយកតើតន់គេកាក់វាយពី1គាត់ណៃគេកាក់វាយពី1បាត់ហើយដាច់ចឹងឥឡូវបាត់ហើយជាមួយនឹងថេកាមីដូចដល់បាននិយាយការលេង midland របស់ស៊ីនីគឺលេងជា assassin ចាំដល់ solo តែម្ដង community គេយក objective free សិងចូលចាក់វាយ free ទាំងអស់តែម្ដងជាមួយនឹងការដាក់ brilliant ជួយក៏មិនថៃដូចគ្នាចាំឥឡូវបើយើងក៏បាត់បង់មានការលុតថយដូចមកណាប៉ុន្តែជាមួយនឹងការអូយ kill បានទៅលើ Elan តែđâyសំខាន់ក្រែងចូលបើយកតាន់ fail ក្រែងចូលយកតាន់ fail ក្រែងខំសាប់ទូចមួយហ្នឹងគេបាទសំខាន់អូយមានអារម្មណ៍ថាក្រុម Vitality នេះបាទការលេងរបស់គេដូចតម្រង់មកសាហាវយកបាទតាមពិតអាតម្រង់នឹងក៏លេងដដែលណៃក៏ធូរមិនធំទូចគឺស៊ីនីចូលចិត្តលេងជាមួយនឹងខារីតាខ្លាំងមែនតើហើយតម្រង់លេងដដែលណៃក៏ចំណាំមើលនៅពេលដែលនាទីទី5ស៊ីនីគឺនឹងលេង clear land mid ហើយ land mid ហើយ EXP គាត់ក៏លេង clear land EXP ដែរចឹង land mid land EXP និង land ចាំងក៏គឺត្រូវបោះទៅឲ្យចាំង color របស់គាត់ម្នាក់ឯងដើរ farm ទាំង3 land ការធ្វើបែបនេះមានភាពអត្ថប្រយោជន៍ពីការឡើងទី1គឺខារីតាជា hero ដែលលេងដោយ assassin ចឹងណៃក៏គឺដើរ solo kill គ្រប់ land អត់តែម្ដងនិងគាត់លេង farm ឲ្យគាត់ដើរតែវាយគ្នាទាំងគ្រប់កន្លែងនេះម្ដងគឺដើរពួនចាំខៀលខណៈពេលតែមួយគឺ Lancelot នឹងមានខ្លាំងមែនតើដែលមានន័យថាថតទី1គេនឹងបងអត់សំទៅឡតទី1គេនឹងបងយើងប្រហែលជា3ទៅ4 level ឡតទី2គេនឹងបងយើងយ៉ាងតិច2 level អញ្ចឹងអា2ឡតដំបងដើរបានគេ100%អញ្ចឹងប្រៀបធៀបនេះគឺជាក្បួនលេខ1ដែលយើងต้องចង់កាត់យ៉ាងណាជន់ជីបានបាត់ហើយមកស៊ីយើងវាយទៅគ្នាឯងទេវាយមិនចំមកស៊ីគេស្គីបឡោកាប់បៃតាំងយកទៅវាយបងប៉ុន្តែយកវិវាបាននេះខ្ញុំណាពេលសេនេះស្អីហើយអូយល្អគេមែនតើនេះណៃឃើញទេកលូគឺ like clear expiry ហើយ mid កន្លែង clear mid នេះគ្នា Lancelot ទៅដើរ farm 3 land មួយហ្នឹងអញ្ចឹងអីដែលកើតឡើងគឺ lot ទី1និង lot ទី2យើងសិតតែប្អូនគេ
បើមិន4 level 2ឬក៏2 level រវាងចាំងកលនិងចាំងកលហើយយើងត្រូវប្រយ័ត្នបំផុតខេតានឹងដើរ solo kill ប៉ុន្តែគឺ UE ឆ្នះដែរ UE គឺដើរបើក map ច្រើនអត់ឲ្យខេតា solo kill ណាគេបានអស់ល្អខ្លាំងមែនតើគេលេងរបស់ដដែលមួយយើងនោះទេខណៈពេលមួយយើងក៏បានដឹងជាមួយតម្រងលេងរបស់គេនេះខ្លួន UE ទៅបានល្អខ្លាំងមែនតើធ្វើមកដើម្បី UE លោប៉ុន្តែនៅពេលដែលគេមិនអាចទៅ one shot ឬក៏ solo kill ទៅលើ hero គេចង់ solo kill នេះជាប៉ៅបៃដូចជា Tegami គេគ្មានបន្ទូនៅក្នុងការលេងនោះទេប៉ុន្តែយើងនៅប្អូនគេបន្តិចនៅពេលដែលវាយឡតទី1និងឡតទី2តើយើងនឹងដោះអាក្បាច់នេះតាមវិធីណាយើងទៅមើលអស់នេះបាទក្លែងមើលជាមួយថតទី3នេះលេងហ្វាមកខេតាគឺហាយ map រហូតលាក់ map រហូតអត់ឲ្យគេឃើញគាត់នៅណាគាត់ត្រូវតាម solo kill ណែយើងឃើញនៅបាននិយាយតែណា UE ក៏បើក map អត់តនេះខ្លួនណា UE ត្រូវបើក map Sini អត់តណា UE ប្រយ័ត្ន Sini solo kill មកថា Ranger ឬក៏ Tegami ថាឲ្យគេប៉ុន្តែ lot ទី1យើងនៅប្អូន level គេ lot ទី2យើងនៅប្អូន level គេឲ្យគេ2 lot game នេះវគ្គនេះយើងនឹងអាច comeback នៅពេលដល់ lot ទី3ណាអេឡានបាទភ្លាមមកស៊ីលត់វាយលេង1 3ក៏គេមិនចង់វាយនេះគ្នាសាមស៊ីតាន់ទៅក្បៃខាងក្រៅ1 1រវាង Golan របស់យើងនិង Jungler របស់គេនេះខ្លួនដែរវាយបលប៉ាជាមួយនឹង Tegami អាយ៉ា Princess of Golan ណាមួយតែនៅតែយើងតាម map Sini រហូត Sini ចង់ទៅណា Sini ចង់ទៅណាតាម map Sini រហូតនៅបាននិយាយ Sini ខំបង្ flank Sini ខំបង្ពួនខំបង្ solo kill តាមណាជវានទៅទេបោះពីលត់ចូលទៅយូរបន្តទៀតគ្នាជវានចុះពីយើងទៅជាមួយនឹង Romer អ៊ីឡានបានតែនៅទេជាមួយនឹង Cast នៅមេរបស់គាត់មកកំចេញ Stir solo kill Brilliant មកអូយមិនត Brilliant ទុកឲ្យលងសានអាយ៉ាស្រ័យបោកស្រ័យអើយក៏មិនឃើញស្រ័យបោកប្រុសបាទឥឡូវនេះភ្លាមកុំคลิกណៃកាសំសម្បត្តិទៅបាទកុំភ្លេចជាមួយនឹង Express រសជាតិថ្មីណាគ្នាជាមួយនឹងរសជាតិត្រសក់ផ្អែមឆ្ងាញ់ជាប់ចិត្តយកហ្មងភេសជ្ជៈ Express រសជាតិត្រសក់ផ្អែមផ្ដល់នូវអារម្មណ៍ស្រស់ស្រាយសប្បាយគ្រប់ពេលតែបើសិនជាឡូទី1គេបងយកបាន3ឬ4 level ដោយលទ្ធផល scrim របស់គេណៃគេនឹងជីហើយនៅក្នុងវគ្គនេះគេមានអីវាយយើងនោះទេតោះមួយចាប់ map Sini បានទេបានយាយ Sini ឡើង clear lane នេះដើរតែ farm តែប៉ុណ្ណោះកលូកលែង clear lane នេះគ្នាគេ snow របស់4នេះ lane ទាំង4ទាំង5 lane គឺទុកឲ្យ lane slot clear ម្នាក់ឯងតែប៉ុណ្ណោះខណៈពេលដែលក្រុមកម្ពុជារបស់យើងដឹងដូចគ្នាខ្សែក្បាត់ការពាររបស់យើងគឺនៅ EXP និង Romer របស់យើងតែបើក mic ចៅកុំឲ្យគេ solo ទៅលើ Ranger និង Jungle អញ្ចឹងគេមិនអាចចូលដល់តំបន់ពិសេសរបស់យើងនេះខ្លួនឯងខណៈពេលដែលប៉ាប៉ៃនេះអាចបាច់បានរយៈតែមកបងនេះគ្នាវាណាយគេអស់បានចាប់ជាប់ map Sini ចូលវាយជាមួយនឹងប៉ាប៉ៃសមតាអត់ដាស់តែដាច់ជាមួយនឹងប៉ាប៉ៃបោកវាយជាមួយនឹងការដាច់ទៅលើ UE ប៉ុន្តែយកមាន cover គ្នានេះខ្លួនឯងចូលកាប់3តនៅក្នុងជាមួយនឹងការ solo គេចាក់ស៊ីវាយដល់តែឈ្មោះយកបានជាមួយនឹង Elan យកបានជាមួយនឹង3គេតែខាងក្នុង Mushi តាមនេះក្បែរពេលវេលាតែយកមានមិនបាយអត់ទេឲ្យគេ4គេហ្នឹងតាបាទស្ដាយប៉ាប៉ៃដែរមក flick របស់គាត់គឺ fail មិញបាទបើសិនជាគាត់អត់ flick fail ចូលកលូទេបាទគាត់អាចរួចបាទយើងជ្រៅពេកមិញគេបាទមិញគេបោកប្រឆោតគាត់តែគាត់ទៅចង់បាញ់ក្រក់បន្តហើយគាត់ដល់ពេលកលូមកដល់ flick ចាប់វាយគាត់ flick ទៅបុកអាស្គីទី1របស់កលូទៀតបាទគាត់រៀងជ្រៅដែរណាមួយមិញទៅបីផុតអាទាំងអស់ហ្នឹងនៅសល់ lane slot ដែលលុកដល់ក្រោយទៀតហើយមិនតន់ទាំងផុត lane slot ផងណៃកើ Sini នៅលុកដល់គាត់ហ្នឹងដែលជារោខារីតានិយាយទៅគាត់ជ្រៅពេកនិយាយទៅខ្ញុំមានអារម្មណ៍ថាដូចដែលយើងបានដឹងចឹងអ្នកគេចាំងឥឡូវទៅចាំងឥឡូវគេបងយើង2 level និយាយទៅបើយើងបាន retreat នោះយើង retreat ឈ្នះគេដែរណាមួយ hero lane slot មួយស៊ូយូគឺថា lane slot បុក alti retreat ភាគរយល្អជាងស៊ូយូស្ដោះ retreat យ៉ា lot ទី1បានគេ lot ទី2ក៏បានគេដែលយើងនឹង come back នៅ lot ទី3បើយើងធ្វើបានបាទ 5k លីត្រត្រឹម lot ទី1 9នាទីបាទចាំមើលរូបភាពទៅជាយ៉ាងណាវិញបាទតម្រងលេខដដែលប៉ុន្តែយើងនៅតែតឹងដដែលដូចគ្នាអត់បញ្ហាជាមួយនឹងការចុះបើកមុខវាយពី Few Me Eco តាន់ដូចក្បី5 stay គេអាចជីកូពេលគេជីខណៈពេលដែលស៊ូយូបើយើងទៅធ្វើការ clear lot ដូចគ្នាចាំមើលជាមួយនឹងការ clear lot នេះតើគេចុះទៅប្រហែលអ្នកអត់អីគេស៊ីស៊ូយូបានក៏ចំណេញសៀតបានក៏អត់អីដែរព្រោះដោយសារតែsolo kill ចាំងលើប៉ាចាំងលើតោះបងកាមេរ៉ាមែន Tegami ជាមួយនឹង Vival Tegami level តែ12តែប៉ុណ្ណោះបងអូន2 level 1ទៅ1ចាក់នៅខាងក្រោមខាងលើ Romer វាយបាច់មើលទេមើលចាំងលើកាប់គ្នាជាមួយនឹងការស៊ីងអូយតែមើលខាងលើវិញម្ដងជាមួយនឹងការវាយដាក់ជាមួយនឹង Elan បាត់ទៅហើយពេញស្ទេកលោតជន់តែចាំងក៏ខាងក្រោម Tegami អាចបាយចាំ Tegami បានហើយភ្លាមជាមួយនឹងការលោតជន់វាយជីជាប់ទៅលើ Mushi ព្យាមវាយឡើងជានេះគ្នាបន្តសាលវាយខ្ទេច Mushi ឡើងជាអត់តខ្ទេចទេអូយតែនៅតែ reset ultimate របស់ Shumiko ដដែលតែឡតត្រូវបាន clear បានសម្រាប់ពី Tegami បាទកលូរបស់ Shumiko បាទថ្មីបើតែជាមួយនឹង Mushi hold you ក៏ប៉ុន្តែក៏ប៉ុន្តែកលូនៅជីកក for វាជាប់ដល់បាទគ្មានអ្នកណាហ៊ានវាយទេជាពិសេសប៉ៅប៉ៃអត់បានបញ្ចេញ damage ទេនៅក្នុងការប្រកួតវគ្គនេះបាទ
បាទធ្ងន់ញឹបយកតែម្ដងឱកាសនៃការ comeback នៅតែអាចមានគ្រាន់តែវាស្ទួយស្ដាងយ៉ាបាទ Hero ដែលយើងទៅ shut down មាន3ណាគេណោះ 5k ទៅលើ Vivo 4k ទៅលើ Sini 3k ទៅលើ Share បាទ Chaos អូយ Vice មិនដល់សបីតែមួយដៃបាទអូចូលចាប់ជាប់បុកហាបថយជាមួយនឹងការដាក់ Brilliant Bobby ហាបជើងអម shut down Sini 4 kill លើចូលទៅកាន់ Elan លោតជន់ VUE អញទៅបាយ team Vice ក្បួននេះគឺក្បួនហុកណៃកើគេបាយយាយប្រើ spell យើងក៏មិនប្រើ spell គឺក៏មិនប្រើ spell very nice បាទសមនាទីទៀតទើបឡតកាត់តែណាជាមួយនឹងការ shut down Sini មួយអាចមានដង្ហើមមកវិញដូចគ្នាផងហ្នឹងតែអ្វីដែលសំខាន់នៅក្នុងការប្រកួតនេះស្បៃបិទតែ kill បានច្រើនទៅលើ Vivo Sini Shell ក៏ប៉ុន្មានក៏ប៉ុន្តែបើតាមចាប់អារម្មណ៍មើលទៅគឺ Fumi Eco ជាអ្នកបាទ key player នៅក្នុងការប្រកួតបែបនេះណៃ14ហើយណៃកើ level ចាញ់តែ level ទេឡទី2នេះអាចកំថែបានដោយតែបាននិយាយអត់ដូចលទ្ធផល screen តែគេ screen មែនណាគ្នាក៏ដូចជាមួយនឹងកម្រង MLBB Plus នេះគេទទួលបានជាមួយនឹង55ពេជ្រការលេង Mobile Chess 3មួយសប្តាហ៍ដោយភ្ជាប់ចុចផ្កាយ15 14ផ្កាយលេខ1ត្រង់ជួរចុចបញ្ជូនឬផ្សាយអូនមួយតែកាន់15 14 complete ជាមួយនឹងតាមរយៈការredeem យកពេជ្រតាម KMID ណោះមើលSini high map ទៀតហើយ Sini គឺចាំ solo kill ក៏តែចាំបើយើងដើរសួរ UE Moshi អូយប្រើចំោះទឹកមកហិតក្លិនស៊ីនេះមកហិតក្លិនទាំងអស់ស៊ីនេះមកឆៃអាស្មៅនឹងមកយ៉ាត់ងាប់ក្រែងជើបាទមួយគាត់ចាំ flame ទៅពីក្រោយជាមួយការដើរតាមកាត់តាមពីស្មៅជាមួយគាត់ធ្វើបានដែរទេតែយើងក៏បានដឹងនេះគ្នាឥឡូវយើងបាត់ map ខារីតាឆៃ map សួបួរយ៉ាត់ខារីតា solo kill ទៅអូយថៃកាមីអាចនឹងមកតង់ដាច់មួយជាមួយការបើកលូតជន់វាយដាក់មកជាងលោតអាទីរត់ពី UE គណៈពេលស៊ីនីយើងឃើញ map ស៊ីនីសម្រាប់ចិត្តយក for we រៀងក៏យ៉ាងណា machine ទៅបាយពីពេលបាត់បង់ machine នេះអាន free machine មួយលោតបានគេ free នេះគ្នា brilliant ដល់ថយទៅជាងថយទាំងអស់ម្ល៉េះនេះបើយើងទប់ជាប់មិនខំណៃក៏តែបើយើងទប់ជាប់អត់ខំទេបាទអេពិបាកដែរ Moshi 20 scan ទៅការអត់មាន flicker ដូចគ្នាបាទតែខ្ញុំមើលសង្ឃឹមថាគ្រប់អត់ទប់ជាប់ដូចគ្នាផងដែរឡតក៏មកដល់តែមីនីនក៏កើតអាចនឹង hold ល្មម10 scan Moshi កើតមើលទៅបាទមិនជាង flick វាយអូខេអត់ flick ហើយតែយើងអត់ flick ម្នាក់ទៅលើបើប៉ៃនេះគ្នាមកដែរបើប៉ៃមិន flick ទេរះមកបង2បងក៏គេឈឺដូចគ្នា UEP ពេល scan ឡតមកគៀនដាស់មក port am ស៊ីនេះជាមកកងយ៉ាងណាជាមួយប៉អូយមកដៃដាច់កបើប៉ៃបាត់ហើយឡតកណ្ដាលសាដូចគ្នា brilliant ទី3កំគ្រប់គ្រាន់គ្នាគេជីបានគ្នាបាក់ទៀតបាត់ហើយតែមិនបានត្រឹមតែឈរមើលចេះជំនះក្នុងវគ្គទី1ក៏បានទៅ Indonesia បាទ